สำหรับនាងខ្ញុំផ្ទាល់គឺបានមើលឃើញថាសាលាអន្តរជាតិ Maxson គឺគាត់មានប្រព័ន្ធអប់រំជាតិនិងអន្តរជាតិគឺច្បាស់លាស់និងមានស្តង់ដារជាពិសេសគឺលោកគ្រូអ្នកគ្រូផ្ទាល់គឺគាត់មានគរុកោសល្យនិងមានបទពិសោធន៍ច្រើនឆ្នាំនាងខ្ញុំបានមើលឃើញថាមិនថាកូនយើងមានចំណុចខ្សោយទៅលើការសិក្សាពួកគាត់តែងតែមានតិចនិចក្នុងការបន្ថែមពន្យល់ទៅលើចំណុចមេរៀនទាំងអស់នោះហើយនេះហើយជាចំណុចដែលនាងខ្ញុំពេញចិត្តបើនិយាយត្រង់ចំណុចនេះនាងខ្ញុំតើតែសុំបកទៅកាលពេលដែលគាត់រៀននៅក្នុងថ្នាក់ KY4 កាលហ្នឹងគឺគាត់ពិបាកមែនតើសម្រាប់កូននាងខ្ញុំព្រោះអីគាត់អត់ព្រមប្រស័យតាក់ទងជាមួយអ្នកណាមិនព្រមឆ្លើយទៅនឹងសំណួរដែលលោកគ្រូអ្នកគ្រូសួរគាត់មិនព្រមលេងឬក៏ចូលរួមគ្រប់សកម្មភាពរបស់សាលាតែត្រឹមរយៈពេល3ទៅ5ខែនាងខ្ញុំមើលឃើញថាកូននាងខ្ញុំគាត់ផ្លាស់ប្ដូរច្រើនពីក្មេងម្នាក់ដែលគាត់អត់ព្រមលេងនិងនិយាយរកអ្នកណាគាត់ទៅជាក្មេងមួយដែលគាត់អាចយល់ទៅនឹងអ្វីដែលលោកគ្រូអ្នកគ្រូសួរគាត់មានលទ្ធភាពក្នុងការឆ្លើយតបគាត់ព្រមចូលរួមសកម្មភាពរបស់សាលារៀនហើយជាពិសេសគឺគាត់ព្រមញ៉ាំបាយដោយខ្លួនឯងដែលមិនបាច់មានអ្នកណា take care ហើយនឹងបញ្ចុកគាត់ជាដំបូងនាងខ្ញុំសូមធ្វើការកោតសរសើរទៅកាន់ខាងសាលាអន្តរជាតិ Maxson ដែលគាត់បានអភិវឌ្ឍខ្លួនពីមួយឆ្នាំទៅមួយឆ្នាំគាត់បានប្រឹងប្រែងបង្កើតនៅកម្មវិធីសិក្សាក៏ដូចជាផ្ដល់ការអប់រំទៅកាន់សិស្សយ៉ាងល្អហើយអ្វីដែលនេះខ្ញុំពេញចិត្តចំពោះសាលានោះគឺថាគាត់មិនបានផ្ដោតទៅលើតែបន្ទុកឬលទ្ធផលនៃការសិក្សាតែមួយមុខទេផ្ទុយមកវិញគាត់បានបង្រៀនសិស្សឲ្យយល់ពីនៅសុខុមាលភាពការថែរក្សារាងកាយហើយនឹងសុជីវធម៌សិលធម៌និងវិជ្ជាផ្សេងនេះហើយជាចំណុចដែលនាងខ្ញុំពេញចិត្តចំពោះខាងសាលាចាសម្រាប់នាងខ្ញុំផ្ទាល់គឺជឿថាសិស្សានុសិស្សដែលនៅទីនេះសាលាអន្តរជាតិ Maxson គាត់នឹងក្លាយទៅជាធនធានមួយដ៏មានតម្លៃនៅក្នុងថ្ងៃអនាគតពីព្រោះខាងសាលាបានផ្ដល់នៅការអប់រំយ៉ាងច្បាស់លាស់ហើយមានគុណភាព